ជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតនៅក្នុងខ្សែអានវីដេអូនេះខ្ញុំនឹងរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់ខ្មែរស្ថិតនៅក្នុងសម័យកាលបុរេប្រវត្តិប្រទេសកម្ពុជាជាប្រទេសដ៏ចំណាស់មួយដែលមានវប្បធម៌និងអរិយធម៌ផ្ទាល់ខ្លួនរបស់ខ្លួនជាអរិយធម៌និងវប្បធម៌ដែលបានកកើតឡើងចាប់តាំងពីច្រើនសែនឆ្នាំកន្លងមកហើយនោះនៅក្នុងនោះដែរអ្នកប្រវត្តិវិទូបានបែងចែកប្រវត្តិសាស្ត្រខ្មែរជាពីរសម័យកាលធំគឺទី1សម័យបុរេប្រវត្តិឬក៏សម័យមុនការបង្កើតតួអក្សរហើយទី2គឺសម័យប្រវត្តិសាស្ត្រឬសម័យដែលខ្មែរចេះបង្កើតតួអក្សរពោលគឺកម្លាយតួអក្សរពីឥណ្ឌាបង្កើតជាតួអក្សរខ្មែរផ្ទាល់ខ្លួនដើម្បីធ្វើការកត់ត្រានៅព្រឹត្តិការណ៍នានាឬពងសាវតាប្រចាំជាតិសាសន៍របស់ខ្លួនបុរេសម័យឬសម័យបុរេប្រវត្តិជាសម័យកាលមួយដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយក៏ជាសម័យកាលមួយដែលប្រវត្តិពិបាកនឹងតាំងអាយុឲ្យទៀងទាត់ណាស់ក៏ប៉ុន្តែដោយសារសំណល់នៃសម្ភារៈប្រើប្រាស់ឬក៏សំណល់នៃឆ្អឹងមនុស្សសម័យដើមក៏អាចបញ្ជាក់ដឹងពីចំណាស់នៃសំណល់ទាំងអស់នោះផងដែរហើយក៏អាចដឹងអំពីអាយុកាលនៃមនុស្សដែលរស់នៅក្នុងសម័យកាលនោះផងដែរយ៉ាងណាមិញបុរេប្រវត្តិនៃប្រទេសកម្ពុជាបានចាប់ផ្ដើមតាំងតែពីប្រមាណ680,000ឆ្នាំមុនគ្រិស្តសករាជរហូតមកដល់សតវត្សទី1នៃគ្រិស្តសករាជនៅក្នុងរយៈពេលដ៏យូរអង្វែងនេះបុព្វបុរសរបស់ជនជាតិខ្មែរមិនទាន់ចេះសរសេរអក្សរនៅឡើយទេរីឯសម័យប្រវត្តិសាស្ត្រវិញដែលជាសម័យកាលមួយបានចាប់បដិសន្ធិឡើងនៅដើមសតវត្សទី1នៃគ្រិស្តសករាជហើយក៏ជាសម័យកាលមួយដែលខ្មែរចេះប្រើប្រាស់តួអក្សរដើម្បីកត់ត្រានៅហេតុការណ៍ផ្សេងៗដែលទាក់ទងទៅនឹងសង្គមជាតិរបស់ខ្លួនបញ្ហានេះត្រូវបានកំណត់ហេតុចិនបញ្ជាក់ថានៅនគរភ្នំមានឃ្លាំងឯកសារនិងបរិយាពងសាវតារបស់ខ្លួនយ៉ាងច្បាស់លាស់នៅនាសតវត្សទី3នៃគ្រិស្តសករាជផងដែរគួរបញ្ជាក់ផងដែរថាគេអាចដឹងព្រឹត្តិការណ៍ផ្សេងក្នុងសម័យបុរេប្រវត្តិតាមរយៈការសិក្សាលើគ្រោងឆ្អឹងមនុស្សប្រដាប់ប្រដាប្រើប្រាស់ផ្សេងសម្ភារៈនិងកំទេចកាកសំណល់គ្រប់បែបយ៉ាងដែលមនុស្សជំនាន់នោះបានបន្សល់ទុកឲ្យយើងនៅប្រទេសកម្ពុជាយើងអាចសិក្សាអំពីគ្រោងឆ្អឹងមនុស្សនិងសម្ភារៈផ្សេងដែលមនុស្សសម័យមុនបានប្រើប្រាស់តាមរយៈការធ្វើកំណាយនៅលើស្ថានីយបុរេប្រវត្តិនានាស្ថានីយបុរេប្រវត្តិនានាហើយសំខាន់ដែលត្រូវបានគេធ្វើកំណាយឃើញកន្លងមកនោះត្រូវបានគេបែងចែកចេញជា3យុគឬក៏ជា3សម័យកាលគឺស្ថានីយយុគថ្មបំបែកស្ថានីយយុគថ្មរំលីងឬក៏ថ្មសំលៀងនិងស្ថានីយយុគលោហៈស្ថានីយយុគថ្មបំបែកជាស្ថានីយមួយដែលមានអាយុកាល600,000ឆ្នាំដល់12,000ឆ្នាំមុនគ្រិស្តសករាជស្ថានីយយុគថ្មបំបែកនេះត្រូវបានរកឃើញដោយលោកអ៊ីសូរ៉ាំងនៅក្នុងឆ្នាំ1963នៃគ្រិស្តសករាជដែលមានស្ថានីយមួយចំនួនដូចជាស្ថានីយស្រែស្បូវស្ថានីយឆែបស្ថានីយស្រែឫស្សីស្ថានីយកន្ទួតស្ថានីយព្រែកទេស្ថានីយខ្ទឹមនិងស្ថានីយស្នួលជាដើមស្ថានីយយុគថ្មបំបែកគឺជាស្ថានីយបុរេប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជាស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងកើតតាមបណ្ដោយទន្លេមេគង្គចន្លោះខេត្តប្រជេះនិងខេត្តស្ទឹងត្រែងហើយស្ថានីយទាំងអស់នោះមានអាយុកាលប្រមាណជា600,000ឆ្នាំទៅ680,000ឆ្នាំនៃគ្រិស្តសករាជស្ថានីយយុគថ្មរំលីងឬក៏យុគថ្មសំលៀងជ
ជាស្ថានីយ៍ដែលមានអាយុកាល 8000 ឆ្នាំទៅ 2000 ឆ្នាំមុនគ្រិស្តសករាជនៅក្នុងយុគសម័យថ្មរំលីងឬក៏យុគសម័យថ្មសំលៀងនេះគេបានរកឃើញនៅស្ថានីយ៍បុរេប្រវត្តិជាច្រើនដូចជាស្ថានីយ៍លអាងស្ពានស្ថានីយ៍ភ្នំលអាងស្ថានីយ៍ក្បាលរមាសស្ថានីយ៍សំរោងសែននិងស្ថានីយ៍តំបន់អង្គរជាដើមស្ថានីយ៍លអាងស្ពានជាស្ថានីយ៍មួយដែលស្ថិតនៅក្នុងខេត្តបាត់ដំបងរកឃើញដោយលោករ៉ូឡុងម៉ូរ៉េនៅក្នុងឆ្នាំ 1965 នៃគ្រិស្តសករាជស្ថានីយ៍លអាងស្ពាននេះមានអាយុកាលប្រមាណជា 6800 ឆ្នាំទៅ 4300 ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍ភ្នំលអាងស្ថានីយ៍ភ្នំលអាងស្ថិតនៅក្នុងខេត្តកំពតហើយស្ថានីយ៍ភ្នំលអាងនេះត្រូវបានរកឃើញដោយលោកកាបូណែលនៅក្នុងឆ្នាំ 1967 ស្ថានីយ៍នេះមានអាយុកាលប្រមាណជា 3420 ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍ក្បាលរមាសចំណែកឯស្ថានីយ៍ក្បាលរមាសក៏ជាស្ថានីយ៍មួយដែលស្ថិតនៅក្នុងខេត្តកំពតដែរហើយត្រូវបានរកឃើញដោយលោកប៉ារីនៅក្នុងឆ្នាំ 1881 នៃគ្រិស្តសករាជមកម្លេះដោយឡែកចំពោះស្ថានីយ៍ក្បាលរមាសនេះនៅពេលដែលគេរកឃើញគឺគេមិនទាន់បានធ្វើកំណាយនៅឡើយនោះទេស្ថានីយ៍ក្បាលរមាសនេះមានអាយុកាលប្រមាណជា 3420 ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍សំរោងសែនស្ថានីយ៍សំរោងសែនជាស្ថានីយ៍មួយដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងហើយត្រូវបានរកឃើញដោយលោករ៉ុកនៅក្នុងឆ្នាំ 1876 និងក្រោយមកទៀតត្រូវបានរកឃើញដោយលោកម៉ូរ៉ានៅក្នុងឆ្នាំ 1877 និងលោកជេមនៅក្នុងឆ្នាំ 1888 និងចុងក្រោយបង្អស់គឺត្រូវបានរកឃើញដោយលោកហង់រីម៉ុងស៊ុយនៅក្នុងឆ្នាំ 1902-1903 ស្ថានីយ៍នេះមានអាយុកាលប្រមាណជា 3230 ឆ្នាំទៅ 1280 ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍តំបន់អង្គរស្ថានីយ៍តំបន់អង្គរស្ថិតនៅក្នុងខេត្តសៀមរាបហើយស្ថានីយ៍តំបន់អង្គរនេះត្រូវបានរកឃើញដោយលោក Bernard Philippe Groseilliers នៅក្នុងគ្រិស្តសករាជ 1959 ស្ថានីយ៍យុគលោហៈមានអាយុកាល 2000 ឆ្នាំទៅ 1000 ឆ្នាំមុនគ្រិស្តសករាជនៅក្នុងយុគលោហៈនេះមានស្ថានីយ៍ជាច្រើនដែលត្រូវបានប្រវត្តិវិទូយើងរកឃើញដូចជាស្ថានីយ៍ភូមិមូលស្ថានីយ៍អង្គរបូរីស្ថានីយ៍មលូព្រៃនិងស្ថានីយ៍អន្លង់ផ្ដៅជាដើមស្ថានីយ៍ភូមិមូលគឺជាស្ថានីយ៍មួយដែលស្ថិតនៅក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំស្ថានីយ៍ភូមិមូលត្រូវបានរកឃើញដោយលោក Louis Mallaré នៅក្នុងឆ្នាំ 1959 និងលោក Bernard Philippe Groseilliers នៅក្នុងឆ្នាំ 1962 ស្ថានីយ៍ភូមិមូលនេះមានអាយុកាលប្រមាណជា 1500 ឆ្នាំទៅ 50 ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍អង្គរបូរីចំណែកឯស្ថានីយ៍អង្គរបូរីជាស្ថានីយ៍មួយដែលស្ថិតនៅក្នុងខេត្តតាកែវហើយត្រូវបានរកឃើញដោយលោក Miraska ជាជនជាតិអាមេរិកនិងលោកជុចភឿនជាជនជាតិខ្មែរនៅក្នុងឆ្នាំ 1994 ស្ថានីយ៍អង្គរបូរីនេះមានអាយុកាលប្រមាណជា 500 ឆ្នាំទៅ400 ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍មលូព្រៃស្ថានីយ៍មលូព្រៃគឺជាស្ថានីយ៍ដែលស្ថិតនៅក្នុងខេត្តព្រះវិហារហើយត្រូវបានរកឃើញដោយលោក Berlong នៅក្នុងឆ្នាំ 1938 បន្ទាប់មកទៀតគឺស្ថានីយ៍អន្លង់ផ្ដៅជាស្ថានីយ៍ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងហើយត្រូវបានរកឃើញដោយលោក Henri Monzoy នៅក្នុងឆ្នាំ 1902 ហើយបើនិយាយអំពីនគរូបនីយកម្មយើងត្រូវដឹងថាបព្វបុរសខ្មែរឬក៏ខ្មែរដើមរបស់យើងគាត់ចេះរៀបចំលំនៅស្ថានរបស់ខ្លួនរួចទៅហើយគឺចាប់តាំងពីសម័យបុរេប្រវត្តិឬក៏មុនគ្រិស្តសករាជមកម្ល៉េះនៅក្នុងនោះភូមិមូលក៏ជាទឹកតាងមួយដែលអាចបង្ហាញពីការរស់នៅរបស់មនុស្សខ្មែរសម័យបុព្វកាលដែរក៏ប៉ុន្តែដើម្បីឲ្យដឹងអំពីព័ត៌មានពាក់ព័ន្ធទៅនឹងភូមិមូលយើងត្រូវដឹងពីការកកើតដំបូងនៃគ្រួសារមនុស្សនិងការវិវត្តសង្គមមនុស្សជាមុនសិនដែរ
របៀបរស់នៅបែបកុលសម្ព័ន្ធនៅពេលដែលមិនទាន់មានសង្គមជាតិនិងមិនទាន់មានរចនាសម្ព័ន្ធត្រឹមត្រូវដែលយើងហៅថារដ្ឋនោះបព្វបុរសខ្មែររស់នៅជាលក្ខណៈគ្រួសារសម្ព័ន្ធឬក៏កុលសម្ព័ន្ធហើយមានការពង្រីកគ្រួសារដែលជាហេតុបណ្ដាលឲ្យមានមនុស្សមានទំនាក់ទំនងក្នុងសន្តានសាច់ញាតិរបស់ពួកគេលើកទៅទៀតនោះដោយសារការរស់នៅមិនអាចផ្ដាច់ចេញពីទំនាក់ទំនងរវាងគ្នានឹងគ្នាបានជនជាតិខ្មែរចេះចងក្រងប្រមូលផ្ដុំគ្នាបង្កើតឲ្យคล้ายមកជាកុលសម្ព័ន្ធម្យ៉ាងវិញទៀតមុខរបរចិញ្ចឹមជីវិតគឺរកមួយថ្ងៃដើម្បីទទួលទានមួយថ្ងៃរីឯមុខរបរជាប្រចាំថ្ងៃរបស់ពួកគេគឺការរស់នៅដោយការបរបាញ់សត្វការបេះផ្លែឈើនិងការនេសាទត្រីនិងដើម្បីយកផលនៃការរបរទាំងនោះមកចិញ្ចឹមជីវិតដល់ពួកកុលសម្ព័ន្ធរបស់ពួកគេការរស់នៅរបៀបនេះមានលក្ខណៈជាជំរកស្នាក់នៅបណ្ដោះអាសន្នដែលគេហៅថាការរស់នៅបែបរបៀបបនេចរព្រោះកាលបើតំបន់ដែលគេស្នាក់នៅនោះអស់ផ្លែឈើអស់សត្វព្រៃអស់ត្រីជាដើមដែលជាចំណីអាហាររបស់ពួកគេហើយនោះពួកគេចាំបាច់ត្រូវដូរទៅកន្លែងថ្មីមួយទៀតដើម្បីងាយស្រួលនៅក្នុងការស្វែងរកផ្លែឈើរកសត្វព្រៃរកចាប់ត្រីមកចិញ្ចឹមជីវិតជាបន្តទៀតជាមួយគ្នានោះដែរក្រុមណាដែលមានកម្លាំងខ្សោយជាងហើយជួបនឹងក្រុមដែលមានកម្លាំងខ្លាំងជាងក្រុមខ្សោយក៏ត្រូវចុះចាញ់រត់ចេញពីតំបន់នោះឬបើមិនដូច្នោះទេត្រូវចុះចូលជាមួយក្រុមដែលមានកម្លាំងខ្លាំងដែលជាហេតុធ្វើឲ្យការពង្រីកក្រុមកុលសម្ព័ន្ធរឹតតែមានទំហំធំឡើងនិងមានចំនួនសមាជិកក៏កាន់តែច្រើនឡើងដែរស្ថិតនៅក្នុងកាលៈទេសៈបែបនេះបានធ្វើឲ្យប្រជាជនមានប្រាជ្ញាស្មារតីនិងមនុស្សទាំងអស់កាន់តែរីកចម្រើនទៅមុខជាលំដាប់ហើយគេក៏លែងរស់នៅជារបៀបបនេចរទៀតហើយគឺគេចាប់ផ្ដើមបោះទីតាំងច្បាស់លាស់ដើម្បីរស់នៅជាពិសេសទៅទៀតនោះគឺគេជ្រើសរើសមនុស្សដែលមានសមត្ថភាពមានសន្តានចិត្តនិងទឹកចិត្តល្អត្រឹមត្រូវមកធ្វើជាមេកោយដែលគេហៅថាមេកន្ទ្រាញសម្រាប់ដឹកនាំរាល់កិច្ចការផ្សេងៗដែលស្ថិតនៅក្នុងរង្វង់តំបន់ដែលពួកគេរស់នៅរាល់ថ្ងៃតាមកម្រិតលូតលាស់ខាងសង្គមគិច្ចគេអាចសន្មត់បាននៅស្ថានភាពបណ្ដាជនជំនាន់នោះថាជាជីវភាពកុលសម្ព័ន្ធនៃអ្នកធ្វើស្រែចម្ការដែលបានរស់នៅតាមការប្រមូលផ្ដុំនៃក្រុមញាតិលោហិតឬក៏តាមសហគមន៍ការវិវត្តពីកុលសម្ព័ន្ធមកជាសង្គមការវិវត្តនៃការរស់នៅសម័យបុរេប្រវត្តិតាមបែបជាកុលសម្ព័ន្ធក៏បានคล้ายមកជាសង្គមឬក៏សហគមន៍យើងបានដឹងពីទំហំទឹកដីដ៏ធំទូលំទូលាយរបស់ប្រទេសខ្មែរគឺលាតសន្ធឹងយ៉ាងធំល្វឹងល្វើយជាហេតុធ្វើឲ្យក្រុមមនុស្សដែលរស់នៅជាកុលសម្ព័ន្ធមិនអាចរកឃើញគ្នាបានភ្លាមៗនោះទេនៅពេលមានការឯកភាពរវាងក្រុមនីមួយៗបានត្រឹមត្រូវហើយបញ្ហាដែលនៃការរស់នៅបានលេចឡើងជាបាតុភូតឆ្លងតាមរយៈធម្មជាតិរួមផ្សំនិងកម្រិតយល់ដឹងដែលចេះតែកើនឡើងជាលំដាប់នោះបានបង្កឲ្យមនុស្សបង្កើតបាននៅវប្បធម៌ផ្ទាល់និងដោយឡែករបស់កុលសម្ព័ន្ធគឺមានតាំងពីទំនៀមទម្លាប់ប្រពៃណីផ្សេងៗជាដើមហើយបើគិតមកដល់សប្តាហ៍ថ្ងៃយើងអាចទាញសេចក្តីសន្និដ្ឋានថាជាក្លឹមជាតិព្រោះវាជាមូលហេតុសម្រាប់កកើតនៃជាតិដោយមានការយល់ដឹងកាន់តែខ្ពស់ឡើងនោះក្រុមកុលសម្ព័ន្ធទាំងអស់បានបន្តការពង្រីកអំណាចរៀងៗខ្លួនតាមរយៈការធ្វើសង្គ្រាមឈ្លានពានគ្នាទៅវិញទៅមក
ការតស៊ូដោយការប្រយុទ្ធរវាងកុលសម្ព័ន្ធនានាក៏បានចាប់ផ្ដើមឡើងក្នុងការចែករំលែកនៅគ្រឿងបរិភោគផលិតកម្មនិងទឹកដីជាដើមបណ្ដាជនសេរីនៅទីវាលទំនាបក៏បានចែកជាបណ្ដាជនមួយភាគតូចដែលរស់នៅបានសបោសប្បាយប្រកបដោយអំណាចនិងសមាជិកសាមញ្ញភាគច្រើនរស់នៅប្រមូលផ្ដុំជាក្រុមក្រោមអំណាចនៃសហគមន៍ភូមិមូលនឹងតួនាទីការពារភូមិមូលនឹងតួនាទីការពារបព្វបរោះខ្មែរយើងនៅសម័យបុរេប្រវត្តិរស់នៅតាមរបៀបភូមិមូលរបស់ខ្មែរមានកំផែងព័ទ្ធជុំវិញហើយមានច្រកចេញចូលពីរដែលនៅមុខខ្លោងទ្វារចូលគេឃើញដីរាបស្មើជាសញ្ញាបញ្ជាក់ថាមានភារកិច្ចការពារយ៉ាងម៉ត់ចត់ល្អបំផុតក្រុមអ្នកបុរាណវិទ្យាបានចាប់អារម្មណ៍ដោយការស្រាវជ្រាវរកឃើញភូមិមូលរបស់សង្គមខ្មែរបុរាណទាំងនោះគេពុំឃើញមានរបស់របរប្រើប្រាស់ធ្វើអំពីលោហៈធាតុនោះទេតាមរយៈការសំអាងទៅលើវត្តមានវត្ថុប្រើប្រាស់ទាំងនេះធ្វើឲ្យគេធ្វើការសន្និដ្ឋានថាការកកើតភូមិមូលរបស់សង្គមខ្មែរសម័យពុទ្ធកាលនោះគឺមានតាំងពីយុគថ្មរំលីងមកម្លេះការអះអាងជាច្រើនត្រូវបានធ្វើដោយអ្នកស្រាវជ្រាវថាស្ថានីយ៍បន្ទាយគូភូមិមូលនៅតំបន់ខ្ពង់រាបដីក្រហមភាគខាងកើតប្រទេសកម្ពុជានិងភាគខាងត្បូងប្រទេសវៀតណាមត្រូវបានគេកំណត់កាលបរិច្ឆេទក្នុងយុគថ្មរំលីងអ្នកស្រាវជ្រាវបានកំណត់ថាជនជាតិខ្មែរសម័យបុរេប្រវត្តិពិតជាបានស្គាល់នៅស្ថាបត្យកម្មរបស់ខ្លួនយ៉ាងពិតប្រាកដទោះបីជាស្ថាបត្យកម្មនោះពុំមែនជាស្ថាបត្យកម្មថ្មឬក៏ធ្វើអំពីដីឥដ្ឋក៏ដោយក្រៅពីភូមិមូលមានរាងមូលក្រុមបុរាណវិទ្យាក៏បានប្រទះឃើញរាងពងក្រពើផងដែរក្រៅពីនេះលក្ខណៈសង្គមខ្មែរមានរាងជា4ជ្រុងទ្រវែងដែលនៅបន្តរហូតដល់បច្ចុប្បន្នគឺស្ថិតនៅក្នុងទឹកដីនៃចំការកៅស៊ូមេមត់ភស្តុតាងដែលក្រុមបុរាណវិទ្យារកឃើញខាងលើនេះត្រូវបានគេធ្វើការសន្និដ្ឋានថានាសម័យបុរេប្រវត្តិសាស្ត្រម៉ែយើងតែងតែមានការរស់នៅជាសហគមន៍តូចក្នុងភូមិមូលឬជាភូមិរាង4ជ្រុងទ្រវែងគឺដើម្បីការពារទឹកជំនន់ព្រមទាំងការពារសត្វកាចសាហាវទាំងឡាយផងដែរជាមួយគ្នានោះដែរលោកបណ្ឌិតមីសែលត្រាណេបានបញ្ជាក់ថាវប្បធម៌ភូមិមូលនេះលាតសន្ធឹងពីតំបន់ដីក្រហមជប់មេមត់និងក្រែកខេត្តកំពង់ចាមខេត្តត្បូងឃ្មុំនិងខេត្តសៀមរាបបច្ចុប្បន្នដល់កម្ពុជាក្រោមឬវៀតណាមខាងត្បូងតៃninhស៊ុនឡុតនិងប្រទេសថៃបច្ចុប្បន្ននៅភាគឦសានភូមិមូលនេះត្រូវបានផ្សារភ្ជាប់នឹងភូមិភ្នងមួយចំនួនដែលសាងសង់មានលក្ខណៈមូលដូចគ្នាដើម្បីទប់ទល់នឹងសត្រូវជិតឆ្ងាយឬក៏សត្វព្រៃនៅពេលយប់ផងដែរយោងតាមការសិក្សាស្រាវជ្រាវនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រទាំងអស់នេះអាចបញ្ជាក់ពីការពិតថាគេពុំអាចវែកញែកចែកវប្បធម៌ខ្មែរលើថាគ្មានរដ្ឋឬក៏ខឿនវប្បធម៌នាសម័យបុរេប្រវត្តិបានឡើយតាមការពិតជនជាតិខ្មែរបច្ចុប្បន្នជាអ្នកមានពូជពង្សតវង្សត្រកូលនិងជាកេរដំណែលវប្បធម៌ពីបុព្វបុរសសម័យមុនគឺតាំងពីសម័យបុរេប្រវត្តិមកម្លេះ